សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើជ្រក់ខ្ទឹមនេះយើងអាចញ៉ាំជាមួយនឹងពងទាកូនឬញ៉ាំជាមួយនឹងអ្វីក៏បានដែរឲ្យតែយើងចង់ញ៉ាំគ្រឿងផ្សំមានដូចជាទឹកក្រូចឆ្មាកន្លះកូនចានចង្កឹះស្ករ6ស្លាបព្រាបាយម្ទេសជ្រក់កន្លះកូនចានចង្កឹះអំបិល1ស្លាបព្រាបាយនិងខ្ទឹម5មើមហើយយើងមានស្លាបព្រា1និងកាំបិតមុខពី1ហើយនេះគឺជាម្ទេសជ្រក់ឥឡូវយើងចាប់ផ្ដើមបកខ្ទឹមទាំងអស់ឥឡូវយើងត្រូវបកសម្បកខ្ទឹមខ្ញុំនឹងយកខ្ទឹមមកក្រឡុកដើម្បីឲ្យបែកសម្បកហើយខ្ញុំនឹងក្រឡុកបែបនេះដើម្បីឲ្យសម្បកខ្ទឹមបែកនេះណែមើលទៅសម្បកខ្ទឹមបករួចហើយពេលនេះខ្ទឹមបានបកសម្បករួចហើយនេះគឺជាទឹកកន្លះកូនចានចង្កឹះហើយយើងត្រូវចិតខ្ទឹមជាមួយនឹងកាំបិតមុខ2ជារាងស្ដើងគឺបែបនេះហើយយើងត្រូវចិតខ្ទឹមទាំងអស់នេះឲ្យអស់ឥឡូវនេះខ្ទឹមបានចិតជារាងស្ដើងរួចហើយយើងនឹងលាយគ្រឿងផ្សំទាំងអស់ចូលទៅក្នុងខ្ទឹមហើយយើងនឹងច្របល់ខ្ទឹមជាមួយនឹងគ្រឿងផ្សំឲ្យសព្វឥឡូវយើងយកជ្រក់ខ្ទឹមមកដាក់ក្នុងក្រឡហើយយើងទុកក្នុងទូទឹកកករយៈពេល3ថ្ងៃទៅ1អាទិត្យចាំយើងញ៉ាំឬក៏យើងចង់ចាំយូរជាងហ្នឹងក៏បានហើយខ្ទឹមជ្រក់នេះយើងទុកក្នុងទូទឹកកកយើងអាចទុកញ៉ាំបានយូរកុំភ្លេចធ្វើញ៉ាំណាអរគុណសម្រាប់ការមើលសូមចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងទៀតហើយអក្សរ like និង subscribe នៅខាងក្រោមវីដេអូអរគុណ